ជំនឿចិត្តក្នុងការអភិវឌ្ឍជំនាញអ្នកអាចអភិវឌ្ឍជំនាញរបស់អ្នកបានវាស្ថិតនៅលើអ្នកថាតើអ្នកចង់អភិវឌ្ឍឬអត់តើគ្រប់យ៉ាងរបស់មនុស្សសុទ្ធតែអាចផ្លាស់ប្ដូរបានឬហើយតើមនុស្សគួរតែផ្លាស់ប្ដូរអ្វីដែលពួកគេអាចផ្លាស់ប្ដូរបានឬផ្នត់គំនិតរីកចម្រើនគឺជាជំនឿដែលជឿថាសមត្ថភាពអាចហ្វឹកហាត់ឲ្យកាន់តែប្រសើរឡើងបានប៉ុន្តែវាមិនបានប្រាប់អ្នកថាតើអាចប្រសើរបានកម្រិតណាឬត្រូវចំណាយយូរប៉ុណ្ណានោះទេហើយក៏មិនមានន័យថាអាចផ្លាស់ប្ដូរបានគ្រប់យ៉ាងនោះដែរដូចជាគុណតម្លៃឬចំណង់ចំណូលចិត្តជាដើមផ្នត់គំនិតរីកចម្រើនក៏មិនមែនមានន័យថាគ្រប់យ៉ាងដែលអាចផ្លាស់ប្ដូរបានគឺត្រូវតែផ្លាស់ប្ដូរនោះទេយើងត្រូវទទួលយកភាពមិនល្អឥតខ្ចោះរបស់យើងខ្លះពិសេសគឺអ្វីដែលមិនប៉ះពាល់ដល់ជីវិតរបស់យើងនិងអ្នកដទៃផ្នត់គំនិតថេររារាំងការអភិវឌ្ឍនិងការផ្លាស់ប្ដូរផ្នត់គំនិតរីកចម្រើនគឺជាចំណុចចាប់ផ្ដើមនៅក្នុងការផ្លាស់ប្ដូរប៉ុន្តែបុគ្គលខ្លួនឯងជាអ្នកសម្រេចថាការខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្ដូរនោះគឺជាអ្វីដែលមានតម្លៃបំផុតតើបុគ្គលដែលមានផ្នត់គំនិតថេរជាទូទៅគឺខ្វះទំនុកចិត្តលើខ្លួនឯងឬអត់ទេអ្នកដែលមានផ្នត់គំនិតថេរមានទំនុកចិត្តលើខ្លួនឯងដូចអ្នកមានផ្នត់គំនិតរីកចម្រើនអញ្ចឹងដែរមុនពេលមានបញ្ហាកើតឡើងគឺអញ្ចឹងមែនប៉ុន្តែដោយដែលអ្នកបានដឹងហើយទំនុកចិត្តរបស់ពួកគេងាយនឹងបាត់បង់ណាស់ពីព្រោះសូម្បីតែការដើរថយក្រោយតែបន្តិចឬការចំណាយកម្លាំងខំប្រឹងប្រែងច្រើនបន្តិចក៏អាចធ្វើឲ្យគេរាយរាបានដែរក្នុងផ្នត់គំនិតរីកចម្រើនអ្នកមិនត្រូវការទំនុកចិត្តគ្រប់ពេលនោះទេទោះបីជាអ្នកគិតថាអ្នកមិនពូកែធ្វើអ្វីមួយអ្នកក៏នៅតែអាចសាកល្បងធ្វើវាឲ្យអស់ពីពោះនិងធ្វើឲ្យបានច្រើនដងផងដែរតាមពិតទៅពេលខ្លះអ្នកខំធ្វើអ្វីមួយគឺដោយសារតែអ្នកមិនពូកែផ្នែកនោះអ្នកមិនចាំបាច់គិតថាទាល់តែអ្នកពូកែរឿងនោះទើបអ្នកអាចធ្វើវាបានដោយសប្បាយចិត្តឡើយអ្នកអាចសាកល្បងបានគ្រប់រឿងគ្រប់ពេលឲ្យតែវាអាចជួយឲ្យអ្នករីកចម្រើនបានមនុស្សគ្រប់គ្នាសុទ្ធតែកើតមកចង់រៀនប៉ុន្តែផ្នត់គំនិតថេរអាចផ្លាស់ប្ដូរវាបានចូលគិតទៅដល់កាលដែលអ្នកកំពុងរៀនរូបលេងកីឡារៀនច្រៀងដោយសប្បាយរីករាយបន្ទាប់មកវាកាន់តែពិបាកទៅហើយអ្នកចង់យកឈ្នះវាយ៉ាងខ្លាំងពេលនោះអ្នកអាចនឹងមានអារម្មណ៍ថាហត់ភ្លាមវិលមុខធុញទ្រាន់ឬក៏ឃ្លានជាដើមលើកក្រោយពេលដែលរឿងនេះកើតឡើងម្ដងទៀតកុំធ្វើបាបខ្លួនឯងទៀតនោះវាមកពីផ្នត់គំនិតថេរចូលដាក់ក្នុងខ្លួនអ្នកជាមួយផ្នត់គំនិតរីកចម្រើនវិញបង្កើតរូបភាពថ្មីឲ្យខួរក្បាលរបស់អ្នកនៅពេលដែលអ្នកជួបនឹងការដកពិសោធន៍និងរៀនពីអ្វីដែលថ្មីចូលបន្តដំណើរទៅមុខទៀតវាគួរឲ្យទាក់ចិត្តណាស់ក្នុងការបង្កើតពិភពមួយដែលមើលឃើញយើងល្អឥតខ្ចោះតើមានអ្វីនៅអតីតកាលដែលអ្នកគិតថាវាតម្លៃអ្នកដែរឬទេពិន្ទុក្នុងការប្រឡងសកម្មភាពមិនស្មោះត្រង់ពីអ្នកដទៃត្រូវគេបណ្តេញចេញពីការងារត្រូវគេបដិសេធសូមផ្ដោតទៅលើរឿងនោះហើយទទួលអារម្មណ៍ដែលវិលវល់ជាមួយវាឥឡូវនេះចូលយកទស្សនៈផ្នត់គំនិតរីកចម្រើនមកគិតវិញមើលដោយស្មោះត្រង់អំពីស្ថានភាពរបស់អ្នកតែត្រូវយល់ថាវាមិនបានបង្ហាញអំពីភាពឆ្លាតវៃឬអត្តចរិតរបស់អ្នកឡើយផ្ទុយមកវិញចូលសួរខ្លួនឯងថាតើខ្ញុំបានឬអាចរៀនពីបទពិសោធន៍ទាំងនោះទេតើខ្ញុំអាចប្រើវាដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍបានយ៉ាងល្អដូចម្តេចចូលយកគំនិតទាំងនេះដាក់ជាប់ខ្លួនអ្នកជានិច្ចតើអ្នកនឹងធ្វើបែបណានៅពេលដែលអ្នកមិនបាក់ទឹកចិត្តតើអ្នកនឹងខំធ្វើការខ្លាំងជាងមុនឬបណ្ដោយទៅតាមដំណើររបស់វាលើកក្រោយនៅពេលដែលអ្នកមានអារម្មណ៍បាក់ស្បាតចូលដាក់ខ្លួនឯងនៅក្នុងផ្នត់គំនិតរីកចម្រើនគិតអំពីការរៀនការដកពិសោធន៍ការប្រឈមមុខនិងឧបសគ្គទាំងឡាយគិតវិជ្ជមានចំពោះការខិតខំប្រឹងប្រែងជាជាងកម្លាំងដ៏ខ្លាំងក្លាមិនមែនជាការទាញទម្លាក់សមត្ថភាពរបស់អ្នកឡើយអ្នកអាចសាកល្បងវាលោមើលបានតើមានអ្វីដែលអ្នកចង់ធ្វើវាខ្លាំង
ប៉ុន្តែអ្នកខ្លាចថានឹងធ្វើវាមិនបានដែរឬទេចូលរៀបគម្រោងការដើម្បីធ្វើវាទៅការពិតទៅក្នុងផ្នត់គំនិតភាពពេញជំទង់គឺជារឿងដ៏ធំមួយគេចាប់ផ្ដើមចេះគិតថាតើខ្ញុំឆ្លាតឬក៏ល្ងងតើខ្ញុំស្អាតឬអាក្រក់តើខ្ញុំលយឬក៏អត់តើខ្ញុំជោគជ័យឬបរាជ័យហើយនៅក្នុងផ្នត់គំនិតទេការបរាជ័យម្ដងមានន័យថាបរាជ័យជារឿងរហូតវាមិនចម្លែកទេដែលក្មេងជំទង់ជាច្រើនរៀបចំខ្លួនគេមិនមែនដើម្បីការសិក្សាតែដើម្បីការពារអំណួតរបស់ពួកគេទៅវិញនោះហើយវិធីមួយដែលអាចជួយរក្សាអំណួតពួកគេបាននោះគឺការមិនខិតខំប្រឹងប្រែងនេះគឺជាមូលហេតុដែលសិស្សពូកែខ្លះសិស្សដែលមានផ្នត់គំនិតទេប្រាប់ពួកយើងថាគោលដៅចម្បងរបស់ពួកគេនៅក្នុងសាលាថ្មីក្រៅពីមើលទៅឆ្លាតគេត្រូវតែបង្ហាញថាគេមិនសូវខិតខំរៀនក៏ពូកែផងដែរនៅក្នុងសាលាគោលដៅធំបំផុតរបស់ខ្ញុំគឺការធ្វើកិច្ចការទាំងឡាយបានងាយស្រួលដូច្នេះខ្ញុំមិនចាំបាច់ខំប្រឹងខ្លាំងនោះទេរោគសញ្ញានៃជំងឺប្រឹងប្រែងតិចនេះគឺតែងតែត្រូវបានរកឃើញនៅពេលដែលក្មេងជំទង់ព្យាយាមបង្ហាញពីភាពឯករាជ្យរបស់គេដល់មនុស្សពេញវ័យហើយវាក៏ជាវិធីមួយដែលសិស្សមានផ្នត់គំនិតទេប្រើប្រាស់ដើម្បីការពារខ្លួនគេផងដែរពួកគេយល់ថាមនុស្សពេញវ័យមានទស្សនៈចំពោះគេថាពេលនេះយើងនឹងវាយតម្លៃឯងហើយចាំមើលថាតើឯងអាចធ្វើអ្វីបានខ្លះសិស្សខ្សោយបំផុតដែលយើងបង្រៀនហើយក៏ជាសិស្សដ៏ខ្សោយបំផុតដែលខ្ញុំបានធ្លាប់ជួបនោះនៅខាងក្រៅគេក៏ជាមនុស្សដែលចាស់ទុំម្នាក់ឆ្លាតហើយគួរឲ្យចាប់អារម្មណ៍ដូចអ្នកដទៃទៀតនៅក្នុងសាលាដូចនោះដែរប៉ុន្តែមិនដឹងថាហេតុអ្វីខុសប្រក្រតីទៅភាពឆ្លាតវៃរបស់គេនេះត្រូវបានកាត់ផ្ដាច់គ្រប់ពេលឲ្យតែចូលមកដល់ក្នុងថ្នាក់ចំពោះសិស្សដែលមានផ្នត់គំនិតរីកចម្រើនគេគិតថាគេគ្មានហេតុផលអ្វីត្រូវឈប់ខិតខំប្រឹងប្រែងនោះទេចំពោះពួកគេវ័យជំទង់គឺជាពេលដែលមានឱកាសច្រើនជាពេលដែលអាចរៀនមុខវិជ្ជាថ្មីជាពេលដែលអាចរកឃើញថាគេចូលចិត្តអ្វីហើយគេចង់ក្លាយទៅជាអ្វីនៅថ្ងៃអនាគតសិស្សដែលមានផ្នត់គំនិតរីកចម្រើនទទួលខុសត្រូវចំពោះការសិក្សារបស់គេដោយខ្លួនឯងដើម្បីកុំឲ្យគិតខុសនៅក្នុងវគ្គសិក្សានេះពួកគេនិយាយថាខ្ញុំបានរកមើលខ្លឹមសារនិងគោលការណ៍មូលដ្ឋានពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយហើយខ្ញុំបានធ្វើខុសជាច្រើនដងប៉ុន្តែសំខាន់ខ្ញុំនៅតែបន្តរហូតទាល់តែខ្ញុំអាចយល់ពីវាពួកគេរៀនដើម្បីចេះមិនមែនរៀនដើម្បីប្រឡងនោះទេហើយនេះគឺជាមូលហេតុដែលគេទទួលបានចំណាត់ថ្នាក់ល្អជាងអ្នកផ្សេងមិនមែនដោយសារតែពួកគេឆ្លាតជាងឬមានបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រច្រើនជាងគេឡើយជាជាងការបាត់បង់កម្លាំងចិត្តនៅពេលដែលការសិក្សាជួបនឹងភាពលំបាកពួកគេនិយាយថាខ្ញុំនៅតែរក្សាការចាប់អារម្មណ៍ទៅលើមុខវិជ្ជាទាំងអស់ដដែលខ្ញុំរក្សាកម្លាំងចិត្តក្នុងការសិក្សាជានិច្ចបើទោះបីជាគេគិតថាមេរៀននោះវាគួរឲ្យធុញឬពិបាកយល់ក៏ពួកគេមិនបណ្ដោយឲ្យកម្លាំងចិត្តរបស់គេរលាយអស់នោះដែរពួកគេរឹតតែផ្ដល់សារៈសំខាន់ឲ្យវាថែមទៀតដើម្បីលើកទឹកចិត្តខ្លួនឯងដូចគ្នាទៅនឹងការរៀបរាប់ពីបុគ្គលជោគជ័យវ័យក្មេងគ្រប់រូបផងដែរមនុស្សភាគច្រើនជឿជាក់ថាអំណោយផលពីធម្មជាតិគឺជាសមត្ថភាពរបស់មនុស្សតែអ្វីដែលចិញ្ចឹមវាឲ្យរីកធំធាត់នោះគឺការចង់ដឹងចង់ឮនិងការដកពិសោធន៍ថ្មីដែលមិនចេះចាប់មិនចេះហើយមិនថាជាបុគ្គលវ័យក្មេងដែលមានសមត្ថភាពអស្ចារ្យឬអត់ឡើយបើសិនជាយើងផ្ដោតការចាប់អារម្មណ៍ទៅលើរឿងអ្វីមួយវានឹងអាចពង្រឹងសមត្ថភាពរបស់យើងផ្នែកមួយនោះឲ្យកាន់តែខ្លាំងឡើងជាមិនខានជារឿយនៅពេលដែលកុមាររៀនត្រួតថ្នាក់ពួកគេនឹងត្រូវបានគេដាក់ឲ្យរៀននៅអ្វីដែលងាយស្រួលជាងមុនព្រោះគេគិតថាពួកគេមិនអាចទទួលយករបៀបចាស់បានទៀតទេគំនិតនោះគឺមកពីផ្នត់គំនិតថេរនេះឯងគេគិតថាសិទ្ធិទាំងអស់នេះគឺល្ងងដូច្នេះពួកគេត្រូវរៀនដដែលជាច្រើនសារតែអ្នកដឹងទេថាលទ្ធផលដែលគេទទួលបាននោះគឺយ៉ាងណាគឺការបាក់ទឹកចិត្តនោះឯងសិទ្ធិទាំងឡាយរៀនត្រួតថ្នាក់ម្ដងហើយម្ដងទៀតដោយពួកគេមិនបានចេះអ្វីដែលច្រើនជាងមុននោះឡើយផ្នត់គំនិតថេរកំណត់ព្រំដែននៃសមិទ្ធផលរបស់អ្នកវាធ្វើឲ្យមនុស្សមានគំនិតរញ៉េរញ៉ៃ
ដែលមិនអាចឲ្យគេខិតខំប្រឹងប្រែងបានហើយវានឹងនាំទៅរកវិធីសាស្ត្រនៅក្នុងការសិក្សាកម្រិតទាបមួយលើពីនេះទៅទៀតនោះវាធ្វើឲ្យមនុស្សចាប់កំហុសគ្នាជាជាងរួមសម្ព័ន្ធនឹងគ្នាសមិទ្ធផលដែលសំខាន់បំផុតទាមទារការយកចិត្តទុកដាក់ដ៏ច្បាស់លាស់មួយការប្រឹងប្រែងអស់ពីសមត្ថភាពនិងការប្រើយុទ្ធសាស្ត្រមិនចេះអស់មិនចេះហើយបន្ថែមជាមួយនឹងការចងសម្ព័ន្ធភាពក្នុងការសិក្សាផងដែរនេះគឺជាអ្វីដែលផ្នត់គំនិតរីកចម្រើនបានផ្ដល់ឲ្យមនុស្សគ្រប់គ្នាហើយវាគឺជាមូលដ្ឋានដែលធ្វើឲ្យសមត្ថភាពរបស់គេអាចរីកលូតលាស់ទៅមុខនិងទទួលបានផ្លែផ្កាផងដែរភាពឆ្លាតវៃគឺមានពីកំណើតមិនមែនជាអ្វីដែលអ្នកអាចបង្កើតបានទេនោះនៅពេលដែលយើងគិតឲ្យច្បាស់ទៅវាមិនពិបាកប៉ុន្មានទេសម្រាប់មនុស្សគ្រប់គ្នាក្នុងការអភិវឌ្ឍភាពឆ្លាតវៃរបស់គេបន្ថែមទៀតភាពឆ្លាតវៃគឺមានច្រើនផ្នែកតើការសរសើរអំពីសមត្ថភាពរបស់ពួកគេបញ្ជាក់ថាពួកគេមានសក្តានុពលអាចជួយគេបានដែរឬទេការពិតទៅឪពុកម្ដាយលើសពី 80% បានប្រាប់ពួកយើងថាការសរសើរអំពីសមត្ថភាពកូនៗរបស់គេគឺជារឿងចាំបាច់ណាស់ដើម្បីបង្កើនទំនុកចិត្តរបស់ខ្លួនគេនិងបង្កើនសមិទ្ធផលក្នុងកិច្ចការផ្សេងៗអ្នកដឹងទេថាវាពិតជាមានប្រយោជន៍ណាស់ប៉ុន្តែពេលនោះយើងក៏ចាប់ផ្ដើមព្រួយបារម្ភយើងអាចស្មានដឹងចំពោះបុគ្គលទាំងឡាយដែលមានផ្នត់គំនិតថេរបានរួចទៅហើយពួកគេនឹងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសមត្ថភាពរបស់គេតើវាខ្លាំងគ្រប់គ្រាន់ឬនៅតើវាល្អគ្រប់គ្រាន់ឬនៅតើការសរសើរអំពីសមត្ថភាពរបស់បុគ្គលមិនរឹតតែធ្វើឲ្យពួកគេកាន់តែផ្ដោតសំខាន់ទៅលើវាទេឬតើវាមិនបង្ហាញថានេះជាអ្វីដែលយើងឲ្យតម្លៃគេទេឬហើយរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះតើវាមិនបង្ហាញថាយើងអាចមើលឃើញពីសមត្ថភាពដ៏ជ្រាលជ្រៅរបស់គេតាមរយៈសកម្មភាពទេឬស្ទើរតែ 40% នៃសិស្សដែលត្រូវបានគេសរសើរពីសមត្ថភាពបានកុហកពីពិន្ទុរបស់គេហើយនៅក្នុងហេតុផលតែមួយនោះឯងនៅក្នុងផ្នត់គំនិតថេរភាពមិនល្អឥតខ្ចោះគឺជារឿងដ៏អាម៉ាស់ជាពិសេសចំពោះអ្នកដែលមានសមត្ថភាពដូច្នេះពួកគេក៏បានកុហកពីការពិតអ្វីដែលគួរឲ្យក្រើនរំលឹកនោះគឺយើងបានយកក្មេងៗធម្មតាហើយធ្វើឲ្យពួកគេคล้ายទៅជាមនុស្សកុហកដោយសារតែការប្រាប់ពួកគេថាពួកគេឆ្លាតដូច្នេះការប្រាប់ក្មេងៗថាពួកគេឆ្លាតចុងក្រោយធ្វើឲ្យគេមានអារម្មណ៍ថាល្អនិងធ្វើសកម្មភាពល្ងងប៉ុន្តែអះអាងថាខ្លួនឯងឆ្លាតទៅវិញខ្ញុំគិតថានេះមិនមែនជាអ្វីដែលយើងចង់បាននោះទេនៅពេលដែលយើងបំពាក់ស្លាកវិជ្ជមានឲ្យពួកគេគឺការពោលពាក្យវិជ្ជមានដូចជាប្រាប់គេថាមានអំណោយផលពីធម្មជាតិមានទេពកោសល្យអស្ចារ្យជាដើមយើងគ្មានចេតនាកាត់ផ្តាច់ពួកគេពីកម្លាំងនៅក្នុងការដកពិសោធន៍និងដើម្បីជោគជ័យនោះទេនេះគឺដោយសារតែគ្រោះថ្នាក់ដែលបណ្ដាលមកពីការសរសើរគ្មាននរណាយល់ច្បាស់ពីស្លាកសញ្ញាអវិជ្ជមានអំពីសមត្ថភាពដូចជាក្រុមមនុស្សដែលត្រូវបានគេប្រើប្រាស់ស្លាកសញ្ញាអវិជ្ជមានដាក់នោះទេឧទាហរណ៍ដូចជាអាមេរិកស្បែកខ្មៅត្រូវបានគេសន្មតថាជាមនុស្សដែលមានភាពឆ្លាតវៃទាបជាងអ្នកស្បែកសហើយមនុស្សស្រីត្រូវតែបានគេសន្មតថាមិនអាចរៀនគណិតនិងវិទ្យាសាស្ត្រចេះដូចមនុស្សប្រុសនោះទេតែពួកគេអាចនឹងមិនដឹងយ៉ាងស៊ីជម្រៅថាការដែលត្រូវបានគេរើសអើងនោះគួរឲ្យខ្លាចដល់កម្រិតណាឡើយការស្រាវជ្រាវបានបង្ហាញថាគ្រាន់តែការបង្ហាញបន្តិចបន្តួចអំពីការប្រកាន់ពូជសាសន៍ឬភេទក៏អាចបង្កគ្រោះថ្នាក់ដល់សតិបញ្ញារបស់អ្នកនិងធ្វើឲ្យពិន្ទុប្រឡងរបស់អ្នកធ្លាក់ចុះបានដែរនៅក្នុងការស្រាវជ្រាវរបស់ពួកគេជាច្រើនជាតិស្បែកខ្មៅគឺមានសមត្ថភាពការប្រព្រឹត្តដូចទៅនឹងជនជាតិស្បែកសដូច្នោះហើយមនុស្សស្រីក៏មានសមត្ថភាពដូចនឹងមនុស្សប្រុសអញ្ចឹងដែរប្រសិនបើជំងឺត្រូវបានអ្នកដទៃរើសអើងនៅក្នុងចិត្តរបស់គេមិនរើសឡើងទេនោះនៅពេលដែលជំងឺនោះរើសឡើងវាបានធ្វើឲ្យចិត្តមនុស្សពោពេញទៅដោយគំនិតដ៏រញ៉េរញ៉ៃនិងការព្រួយបារម្ភអំពីការដែលត្រូវបានអ្នកដទៃរើសអើងនេះជាទូទៅបុគ្គលទាំងឡាយមិនបានដឹងទេថាហេតុអ្វីបានជាពួកគេមិនអាចប្រើកម្លាំងខួរក្បាលរបស់គេឲ្យអស់នៅក្នុងការអនុវត្តការងារអ្វីមួយនោះឡើយដូច្នេះនៅក្នុងផ្នត់គំនិតថេរ
ទាំងស្លាកវិជ្ជមាននិងអវិជ្ជមានអាចធ្វើឲ្យចិត្តគំនិតរបស់គេរញ៉េរញ៉ៃបាននៅពេលដែលអ្នកទទួលបានស្លាកវិជ្ជមានអ្នកខ្លាចបាត់បង់វាហើយពេលដែលអ្នកទទួលបានស្លាកអវិជ្ជមានវិញអ្នកខ្លាចថាអ្នកស័ក្តិសមនឹងទទួលវាផ្នត់គំនិតរីកចម្រើនក៏ធ្វើឲ្យមនុស្សអាចយកអ្វីដែលពួកគេអាចយកបានដែលពួកគេត្រូវការពីបរិស្ថានដែលគំរាមកំហែងគេនេះដែរជំងឺត្រូវបានគេរើសអើងអំពីសមត្ថភាពទាបអាចគ្រប់គ្រងលើពួកគេបានវាអាចកំណត់លើពួកគេហើយអាចច្រានចេញនៅទំនុកចិត្តរបស់ពួកគេទៅយ៉ាងឆ្ងាយការកាត់ក្តីទុកមុនគឺបានជ្រុតជ្រាបយ៉ាងជ្រៅទៅក្នុងបញ្ហាសង្គមផ្នត់គំនិតរីកចម្រើនអាចជួយមនុស្សឲ្យយល់អំពីការកាត់ក្តីទុកមុនថារឿងនោះគ្រាន់តែជាទស្សនៈរបស់អ្នកដទៃចំពោះគេតែប៉ុណ្ណោះហើយក៏អាចជួយឲ្យគេប្រឈមមុខនឹងការមិនបាត់បង់សមត្ថភាពនិងទំនុកចិត្តលើខ្លួនឯងផងដែរការជឿទុកចិត្តលើយោបល់អ្នកដទៃមនុស្សស្រីជាច្រើនមានបញ្ហាមិនត្រឹមតែនឹងការត្រូវបានអ្នកដទៃរើសអើងប៉ុណ្ណោះទេថែមទាំងមានបញ្ហាជាមួយនឹងយោបល់របស់អ្នកដទៃដែលគិតមកលើគេថែមទៀតផង